ចាថ្ងៃនេះខ្ញុំបានមុខម្ហូបត្រីចៀនជួនជាដំបូងខ្ញុំបានចៀនត្រីហើយចៀនធ្វើម៉េចឲ្យត្រីនឹងមើលទៅថាឆ្អិនល្អហើយប្រែវាទាំងសងខាងនឹងដើម្បីឲ្យឆ្អិនល្អនឹងហើយបន្ទាប់មកខ្ញុំក៏បានដាក់ខ្លាញ់ថ្មីហើយរំលីងខ្ញីឲ្យរៀងក្រៀមតែមិនមែនឲ្យក្រៀមណាស់ណាទេខ្ញុំបានរំលីងខ្ញីនឹងឲ្យក្រៀមហើយបន្ទាប់មកទៀតខ្ញុំក៏បានដាក់ខ្ទឹមដើម្បីបំពងខ្ញុំអត់បានដកខ្ញីចេញទេខ្ញុំគ្រាន់តែវែកវាទៅប្រឡោះកដាលខ្ញុំដាក់ខ្ទឹមដើម្បីលីងខ្ទឹមនឹងឲ្យរាងក្រហមបន្តិចទៅខ្ញុំក៏បានកូរខ្ទឹមកូរខ្ញីនឹងជាមួយគ្នាឲ្យសព្វហើយខ្ញុំក៏បានចាក់សៀងបន្ទាប់មកទៀតខ្ញុំក៏បានចាក់សៀងចូលតែសៀងខ្ញុំអត់បានដាក់ច្រើនទេព្រោះសៀងខ្ញុំសៀងប្រៃក៏ប៉ុន្តែខ្ញុំបានដាក់ត្រាំវាជាមួយស្ករហើយអត់អីទេអញ្ចឹងខ្ញុំក៏បានចាក់សៀងចូលហើយកូរនឹងច្បល់វាជាមួយខ្ញីជាមួយខ្ទឹមនឹងទៅបន្ទាប់មកទៀតខ្ញុំក៏បានដាក់គ្រឿងមានដូចជាម្សៅស៊ុបខ្ញុំអត់បានប្រើប៊ីចេងទេខ្ញុំប្រើតែម្សៅស៊ុបស្ករបន្តិចហើយអំបិលខ្ញុំអត់បានដាក់ទេព្រោះអីខ្ញីខ្ញុំសំទោសសៀងខ្ញុំពីរៀងប្រៃហើយព្រោះខ្ញុំទិញសៀងប្រៃចឹងហើយខ្ញុំដាក់តាមម្សៅស៊ុបហើយនឹងស្ករបន្តិចចូលហើយកូរវាច្បល់គ្រឿងនឹងឆាវាឲ្យចូលជាតិហើយបន្ទាប់មកទៀតខ្ញុំថែមទឹកបន្តិចដើម្បីឲ្យកុំឲ្យស្ងួតពេកខ្ញុំបានដាក់ទឹកចូលបន្តិចហើយកូរនឹងឆាឲ្យចូលជាតិហើយខ្ញុំក៏បានដាក់ត្រីដែលខ្ញុំបានចៀនរួចហើយទុកវាផ្សេងហ្នឹងដាក់ចូលមកហើយក៏បានច្បល់សំទោសត្រឡប់ត្រីហ្នឹងពីម្ខាងទៅម្ខាងឲ្យចូលជាតិហ្នឹងហើយជាចុងក្រោយខ្ញុំក៏បានភ្លក់រសជាតិដែលខ្ញុំចង់បានហើយបងប្អូនអាចភ្លក់ដាក់តាមចំណង់ចំណូលចិត្តបងប្អូនបានហើយខ្ញុំក៏បានភ្លក់ហើយត្រូវចិត្តហើយខ្ញុំក៏បានជាចុងក្រោយខ្ញុំក៏បានរោយស្លឹកខ្ទឹមចាអរគុណបងប្អូនដែលបានតាមដានទស្សនាសូមជម្រាបលា